អ្នកធ្លាប់មានអារម្មណ៍បែបនេះទេខំប្រឹងធ្វើការខ្លាំងហើយប្រឹងយូរហើយប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លួនឯងដើរយឺតជាងគេដដែលបើធ្លាប់ប្រហែលជាបញ្ហាវាមិនមែនមកពីអ្នកខំប្រឹងមិនគ្រប់គ្រាន់នោះទេមានរឿងព្រេងនិទានមួយអំពីបុរសកាប់ឈើពីរនាក់ដែលបានចូលព្រៃប្រកួតគ្នាតាំងពីព្រលឹមស្រាងៗដើម្បីមើលថាតើនរណាអាចកាប់ឈើបានច្រើនជាងគេមុនពេលថ្ងៃលិចបុរសទី1បានចាប់ផ្ដើមលើកពូថៅកាប់ដើមឈើតាំងពីពេលទៅដល់ភ្លៀងមកម្លេះគាត់មិនដែលឈប់សម្រាកទាល់តែសោះមិនថាឈប់ផឹកទឹកឈប់ជ្រកម្លប់ឬសូម្បីតែឈប់ជូតញើសចេញពីភ្នែកជារៀងរាល់ម៉ោងគាត់តែងតែឮសំឡេងពូថៅរបស់បុរសទី2ស្ងាត់ទៅវិញប្រហែលជា 4-5 នាទីហើយគាត់ក៏ញញឹមម្នាក់ឯងពេលនេះវាកំពុងសម្រាកតែអញកំពុងធ្វើការដល់ល្ងាចអញច្បាស់ជាឈ្នះដោយស៊ីផុយមិនខានប៉ុន្តែអ្វីដែលបរិសុទ្ធទី1មិនបានយល់នោះគឺតើបរិសុទ្ធទី2ពិតជាកំពុងធ្វើអ្វីឲ្យពិតប្រាកដនៅក្នុងកំឡុងនាទីដែលគាត់ស្ងប់ស្ងាត់ទាំងនោះគាត់មិនមែនកំពុងសម្រាកនោះទេគាត់កំពុងលុតជង្គង់នៅជិតថ្មមួយដុំហើយទាញផ្លែពូថៅត្រដោះលើថ្មនោះយឺតគាត់កំពុងសំលៀងវាគាត់ស្ដាប់សំឡេងដៃពូថៅប៉ះនឹងថ្មហើយយកមេដៃស្ទាបមើលមុខពូថៅដែលប្រុងប្រយ័ត្នប្រៀបដូចជាគ្រូពេទ្យកំពុងចាប់ពិនិត្យជីពចរអ្នកជំងឺដូច្នោះដែរបន្ទាប់មកគាត់ក៏ក្រោកឈរឡើងហើយចាប់ផ្ដើមយាពូថៅម្ដងទៀតដោយកាប់បានស្អាតជាងមុនជ្រៅជាងមុននិងលឿនជាងមុនរាល់ពេលដែលគាត់សំលៀងហើយម្ដងលុះដល់វេលាថ្ងៃត្រង់កម្លាំងដៃរបស់បរិសុទ្ធទី1ចាប់ផ្ដើមធំធយនិងអស់កម្លាំងហើយមានពងបែកទៀតផងប៉ុន្តែកំណោឈើរបស់គាត់ស្ទើរតែមិនកើនទាល់តែសោះមុខពូថៅរបស់គាត់បានរើលអស់ជាយូរម៉ោងមកហើយការយាកាប់ម្ដងនៅពេលនេះចូលសាច់ឈើមិនសូវបានល្អនិងជ្រៅដូចមុននោះទេទោះជាយ៉ាងណាក៏ដោយគាត់នៅតែបដិសេធមិនព្រមឈប់បើឈប់គឺចាញ់គាត់បានប្រាប់ខ្លួនឯងបែបនេះដូច្នេះគាត់ក៏ខំកាប់ឲ្យខ្លាំងជាងមុននិងខ្លាំងជាងមុនទៀតញើសហូរស្រក់ពេញខ្នងបាតដៃឡើងពងទឹកស្អេកស្កះប៉ុន្តែទោះជាយ៉ាងណាដើមឈើនៅតែមិនងាយដួលដដែលគាត់មិនបានដឹងទាល់តែសោះថាការខិតខំមិនសម្រាកដែលគាត់ជឿថានឹងនាំមកនូវជ័យជំនះមកគាត់នោះបានក្លាយជាសត្រូវយ៉ាងស្ងៀមស្ងាត់ប្រឆាំងនឹងគាត់ទៅវិញចំណែកឯបរិសុទ្ធទី2វិញគាត់រក្សាចង្វាក់ធ្វើការបានយ៉ាងល្អកាប់សំលៀងបើមើលពីចម្ងាយគាត់មើលទៅហាក់ដូចជាមនុស្សដែលធ្វើការយឺតជាងបរិសុទ្ធទី1ប៉ុន្តែគាត់មិនបានយឺតយ៉ាវនោះទេគាត់គ្រាន់តែមានចិត្តអត់ធ្មត់ប៉ុណ្ណោះហើយភាពអត់ធ្មត់នេះនៅពេលដែលយើងយកវាមកបូកផ្សំជាមួយនឹងចំណេះជំនាញយើងវានឹងមកកាត់លទ្ធផលលឿនជាងការធ្វើការដោយប្រញាប់ប្រញាល់ដែលខ្វះការគិតទៅទៀតនៅពេលដែលព្រះអាទិត្យលិចបរិសុទ្ធទាំងពីរបានឈរមើលគំនរឈើដែលពួកគេកាប់រៀងខ្លួនបរិសុទ្ធទី1បានសម្លឹងមើលទាំងមិនជឿនឹងភ្នែកគំនរឈើរបស់បរិសុទ្ធទី2មានកម្ពស់ខ្ពស់ជិត2ដងជាងគំនរឈើរបស់គាត់ធ្វើដោយមិនដាច់កើតខ្ញុំមិនដែលឈប់ធ្វើការសោះចំណែកឯងឈប់ចុះឈប់ឡើងរហូតបរិសុទ្ធទី1សួរតែចង់ដឹងខ្លាំងបរិសុទ្ធទី2បានជូតផ្លែពូថៅរបស់គាត់យ៉ាងស្អាតរួចហើយនិយាយដោយស្ងប់ស្ងាត់ថាឯងមិនដែលឈប់កាប់មែនប៉ុន្តែឯងបានឈប់លេងសំលៀងពូថៅខ្ញុំក៏មិនឈប់ដូចគ្នាគ្រាន់តែពេលខ្លះវាមិនមែនធ្វើការតែជាមួយឈើនោះទេតែជាមួយថ្មសំលៀងផងដែរលោក Abraham Lincoln ធ្លាប់និយាយថាប្រសិនបើគេឲ្យពេលខ្ញុំ6ម៉ោងដើម្បីកាប់ដើមឈើមួយដើមខ្ញុំនឹងចំណាយពេល4ម៉ោងដំបូងដើម្បីសំលៀងពូថៅគាត់បានយល់ពីអ្វីមួយដែលមនុស្សភាគច្រើនមិនបានរៀនសូត្រការមានសកម្មភាពមិនមែនបានន័យថាអ្នកកំពុងតែរីកចម្រើនឬដើរលើផ្លូវត្រូវនោះទេយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលលើកតម្កើងសម្លេងនៃការកាប់ឈើការវិភាគការងារមមាញឹកស្អេកស្កះការធ្វើការទល់ភ្លឺការមិនចេះឈប់សម្រាកការធ្វើអ្វីមួយដោយមិនឈប់ឈរចង់បានលទ្ធផលភ្លាមព្រោះតែភាពសន្សឹមឬការឈប់សម្រាកមើលទៅវាដូចជាភាពទន់ខ្សោយមួយយើងគិតថាមនុស្សដែលខំកាប់ខ្លាំងជាងគេយូរជាងគេនិងលើសំឡេងជាងគេច្បាស់ជាមនុស្សដែលនឹងទទួលបានជ័យជំនះឬលទ្ធផលច្រើនជាងគេហើយមិនខានប៉ុន្តែដើមឈើវាមិនដែលខ្វល់ថាដៃរបស់អ្នកហត់នឿយប៉ុណ្ណានោះទេវាឲ្យផលលុះត្រាតែមុខពូថៅរបស់អ្នកមុតស្រួយតែប៉ុណ្ណោះហើយរឿងនេះមិនមែនពិតតែចំពោះដើមឈើនោះទេវាជាការពិតចំពោះចិត្តគំនិតរបស់អ្នកដែលចូលចិត្តគិតតែរឿងអស់សង្ឃឹមរឿងអវិជ្ជមានដដែលរាល់ថ្ងៃប៉ុន្តែបែរជាសង្ឃឹមថាជីវិតនឹងប្រសើរឡើងវិញដោយមិនឲ្យខ្លួនឯងរកពេលអង្គុយសួរខ្លួនឯងថាតើអ្វីទៅជាប្រភពនៃបញ្ហាឬជាដំណោះស្រាយពិតប្រាកដ
វាក៏ពិតដែរចំពោះតំណែងតំណងដែលមនុស្សពីរនាក់តែងតែឆ្លោះគ្នារឿងដដែលខំជជែកប្រណាំងយកឈ្នះរៀងខ្លួនជំនួសឲ្យការឈប់ដើម្បីសួរខ្លួនឯងថាតើហេតុអ្វីបានជាតំណែងតំណងនេះលែងមានភាពផ្អែមល្ហែមដូចមុនវាក៏ជាការពិតចំពោះការងារមុខជំនួញឬក្តីស្រមៃពេលខ្លះយើងជជែកនៅតែប្រឹងមិនឈប់ប្រឹងដោយកម្លាំងបាយហើយបដិសេធមិនឲ្យខ្លួនឯងសម្រាកដើម្បីសួរខ្លួនឯងថាតើវិធីសាស្ត្រដែលអ្នកកំពុងធ្វើនេះវានៅតែមានប្រសិទ្ធភាពដែរឬទេទស្សនវិទូសេនិកាបានសរសេរថាវាមិនមែនមកពីយើងមានពេលវេលារស់នៅខ្លីនោះទេប៉ុន្តែមកពីយើងបានខ្ជះខ្ជាយវាអស់ជាច្រើនប្រហែលជាការខ្ជះខ្ជាយដ៏ធំបំផុតមិនមែនតែទៅលើភាពខ្ជិលច្រអូសរបស់អ្នកតែប៉ុណ្ណោះនោះទេវាគឺជាការធ្វើឲ្យខ្លួនឯងហត់នឿយជាមួយវិធីសាស្ត្រដែលលែងមានប្រសិទ្ធភាពហើយបដិសេធមិនព្រមឈប់សម្រាកព្រោះបើកាលណាអ្នកឈប់គឺដូចជាអ្នកទទួលស្គាល់ថាអ្នកបានដើរផ្លូវខុសហើយការសម្រាកដើម្បីសំលៀងពុថៅមើលទៅហាក់ដូចជាមិនសូវចាំបាច់សោះការបង្អង់ដើម្បីពិចារណាពីសកម្មភាពអ្នកឡើងវិញមើលពីខាងក្រៅវាដូចជាយើងកំពុងសារភាពថាផ្លូវដែលយើងដើរពីមុនហាក់គ្មានប្រសិទ្ធភាពប៉ុន្តែវាមិនមែនជាភាពខ្សោយអីទេក្នុងការទទួលខុសវាគឺជាការតម្រង់ទិសឲ្យចំឡើងវិញប៉ុណ្ណោះសារក្រឡេកទៅមើលជីវិតអ្នកនៅពេលនេះតើអ្នកបានបាត់បង់អស់ពេលប្រមាណម៉ោងប្រមាណខែប្រមាណឆ្នាំមកហើយក្នុងការប្រឹងកាប់ដើមឈើដោយប្រើពូថៅរិលខំប្រឹងធ្វើការណាស់ដែរតែជាមួយយុទ្ធសាស្ត្រចាស់កម្រិលទម្លាប់និងរបៀបចាស់នោះសូមចាំថាលទ្ធផលការងារប្រសើរជាងមុនជួនកាលមិនមែនទាល់តែអ្នកធ្វើការយូរម៉ោងជាងមុននោះទេវាគឺជាការចេះសម្រាកហើយអង្គុយចុះទាញថ្មសម្លៀងចេញរួចសម្លៀងចោលនៅសកម្មភាពនិងទម្លាប់មិនរីកចម្រើនចោលព្រោះតែព្រៃឈើនៃអាកាសវាមិនចងចាំថាអ្នកណាជាអ្នកកាប់ខ្លាំងនោះទេវានឹងចងចាំតែមនុស្សម្នាក់ដែលនៅឈរជើងបានជាមួយនឹងពូថៅដែលមានផ្លែមុតស្រួយបំផុតនៅពេលដែលព្រះអាទិត្យលិចផុតទៅដូច្នេះនៅពេលក្រោយនៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែដើរយឺតយ៉ាវជាងគេកុំសួរខ្លួនឯងថាធ្វើមិនដេចទើបខ្ញុំអាចកាប់ឲ្យខ្លាំងជាងនេះប៉ុន្តែចូលសួរខ្លួនឯងថាតើមានអ្វីខ្លះដែលអ្នកបានឈប់លែងសំលៀងនាពេលកន្លងមកហើយសូមសំលៀងវាសូមអរគុណ